យើងនឹងចេញទៅក្រៅពេលក្រោយយ៉ាងសៀងអ្នកកំពុងស្នាក់នៅផ្ទះខ្ញុំឥឡូវនេះមិនចាំបាច់យកអ្វីមកទេគ្រាន់តែវេចខ្ចប់សម្លៀកបំពាក់មួយចំនួនអូតើបងប្អូនជីដូនមួយរបស់ខ្ញុំឈ្មោះសៀឈៀវសុខសប្បាយជាទេខ្ញុំធ្លាប់សួរគេឯងហើយម្ដាយរបស់ឆែឈៀវបានរងរបួសខួរក្បាលភ្លាមគាត់បានក្លាយជាបន្លែយាយចាស់នោះពិតជាសំណាងណាស់ម្ដេចក៏អ្នកមិនស្លាប់ដោយសារកំហឹងលោកក៏បាននាំយកមុខម្ហូបពិសេសក្នុងស្រុកមួយចំនួនមកពីតំបន់ភ្នំផងដែរគាត់បាននិយាយថាគាត់ចង់ឲ្យវាមកខ្ញុំវាគួរឲ្យអស់សំណើចណាស់តើអ្នកណាចង់បានគំនរសម្រាមនេះអាចកំបាំងតូចរបស់ឆែឈៀវលោកប្រធានាធិបតីលូដឹងអ្វីទាំងអស់លោកលូមិនដែលចង់បានគាត់ទេខ្ញុំបាននិយាយថាក្រៅពីខ្ញុំគ្មានបុរសណាម្នាក់ចង់បានគាត់ទេពួកគេនិយាយថាខ្ញុំលែងចង់បានអ្នកទៀតហើយស្ត្រីចំណាស់តើអ្នកគិតថាយើងគួរបំភ័យពួកគេបន្តិចទេរបៀបបំភ័យនោះហើយជាមូលហេតុដែលហេតុអ្វីបានជាហេតុអ្វីបានជាហេតុអ្វីយើងស្ដាប់ទៅដូចជាបានធ្វើឲ្យអ្នកត្រឡប់មកវិញយ៉ាងខ្លាំងរហូតដល់ចំណុចនេះខ្ពស់ខ្លាំងណាស់ផ្អែមសសអាពាហ៍ពិពាហ៍ដ៏រីករាយTrờiវាបានបង្ហាញថាឆ្មារបស់អ្នកជិតខាងបានរត់ត្រឡប់មកវិញគ្មាននរណាម្នាក់ជាឆ្មាទេតោះវេចខ្ចប់អីវ៉ាន់ឲ្យហើយចេញដំណើរពួកគេបានចាក់ចេញអ្នកមិនទាន់រួចរាល់នៅឡើយទេខ្ញុំដឹងអំពីរឿងនេះពីមុនវាបានបន្សល់ទុកស្រមោលជ្រៅមួយលើអ្នករងចាំបន្តិចទៀតរហូតដល់អ្នករួចរាល់តើអ្នកមានគម្រោងអ្វីបន្ទាប់ប្រសិនបើវាជាខ្ញុំមានវិធីរាប់ពាន់ឬ10ពាន់ពួកគេអាចស្លាប់ប៉ុន្តែខ្ញុំគិតថាអ្នកត្រូវតែសងសឹកខ្លួនឯងនោះហើយជាអ្វីដែលធ្វើឲ្យវាគួរឲ្យចាប់អារម្មណ៍ខ្ញុំត្រូវបានដាក់ក្នុងបញ្ជីខ្មៅអស់រយៈពេលជាច្រើនឆ្នាំមិនអាចបង្ហាញនៅលើកាមេរ៉ាបានទេខ្ញុំចង់ក្លាយជាអ្នកយកព័ត៌មានតើអ្នកអាចជួយខ្ញុំជាមួយរឿងនេះបានទេហេតុអ្វីបានជាអ្នកសើចដកម៉ាក់ចេញជាការពិតណាស់ខ្ញុំអាចជួយអ្នកបានដោយវិធីនេះខ្ញុំចង់ទៅមើលអ្វីដែលម៉ាក់ខ្ញុំបានយកមកឲ្យខ្ញុំតោះទៅមើលម៉ាក់កំពុងធ្វើស្បែកជើងឲ្យអ្នកខ្ញុំបានឮថាក្មេងស្រីនៅក្នុងទីក្រុងសុទ្ធតែពាក់ស្បែកជើងស្បែកតូចម៉ាក់លែងធ្វើស្បែកជើងក្រណាត់ឲ្យអញទៀតហើយម៉ាក់បានទិញសរសៃពួរសាច់គោធ្វើស្បែកជើងស្បែកតូចមួយគូសម្រាប់អ្នកម៉ាក់រៀបចំស៊ុតល្ពៅនិងដំឡូងមានមុខម្ហូបពិសេសក្នុងស្រុកជាច្រើនផងដែរប្រសិនបើអ្នកមិនចូលចិត្តវាទេពិតណាស់ខ្ញុំចូលចិត្តវាម៉ាក់របស់យើងដាំវាដោយខ្លួនឯងអាហារូបត្ថម្ភកាន់តែច្រើនសុខភាពកាន់តែច្រើនយកវាទៅផ្ទះហើយឲ្យអ្នកបម្រើចម្អិនវាតាមវិធីផ្សេងគ្នាចុះហត់លេខខាថ្ងៃនេះពិនិត្យមើលថ្ងៃស្អែកចម្អិននៅថ្ងៃបន្ទាប់អ្នកស្រីលូបានទៅផ្ទះវិញវាពិតជាហាក់ដូចជាខុសគ្នាអ្នកគ្រប់គ្រងស្ថានីយ៍បានទូរស័ព្ទមកនាយកស្ថានីយ៍សុនវ័យអ្នកបានយកអំណោយមក2ដងហើយចូលព្រមអ្នកដឹកនាំរឿងយ៉ាងសៀវបានសុំឲ្យខ្ញុំត្រឡប់ទៅស្ថានីយ៍វិញអ្នកគ្រប់គ្រងស្ថានីយ៍ចង់ឲ្យអ្នកត្រឡប់ទៅធ្វើជាពិធីករព័ត៌មានវិញច្បាស់ណាស់លោកលូបើលោកមិនចង់ចុះពីលើស្ពានទេខ្ញុំអាចត្រឡប់ទៅក្រោយវិញបានអស្ចារ្យណាស់តោះទៅក
ការរចនាល្អសួស្តីសួស្តីប្អូនស្រីសុងហេតុអ្វីបានជាអ្នកត្រឡប់មកវិញវាគឺជាអ្នកគ្រប់គ្រងស្ថានីយ៍ដែលបានប្រាប់ខ្ញុំឲ្យត្រឡប់មកវិញអូនស្រីសុងលើកនេះអូនមកវិញហើយតើគាត់កំពុងធ្វើជាម្ចាស់ផ្ទះកម្មវិធីម៉ោងសំខាន់ម្ដងទៀតហើយឬនៅមែនហើយហេឈៀឈៀវស៊ីឈៀវដែលជាបងប្អូនជីដូនមួយរបស់ខ្ញុំបានត្រឡប់ទៅស្ថានីយ៍ទូរទស្សន៍វិញតើអ្នកខកចិត្តខ្លាំងណាស់មែនទេមិត្តភក្តិជាទីស្រឡាញ់ខ្ញុំបានកុំងតែទឹកដោះគោសម្រាប់អ្នកទាំងអស់គ្នាដើម្បីអបអរសាទរការត្រឡប់មកវិញរបស់ខ្ញុំសូមចែករំលែករឿងនេះមនុស្សគ្រប់គ្នាមានហាហាអរគុណប្អូនស្រីសុងស៊ីឈៀវហេតុអ្វីបានជាអ្នកមិនមានវាអូឆែឈៀវតើខ្ញុំអាចផ្លេចបញ្ជាទិញឲ្យអ្នកដោយរបៀបណាខ្ញុំសោកស្ដាយណាស់មិនអីទេខ្ញុំបានភ្លក់តែរបស់អ្នករួចហើយតែទឹកដោះគោអាចខុសប៉ុន្តែអ្នកមិនអាចធ្វើប្រហែសនៅកន្លែងធ្វើការបានទេអ្នកតារាបណាឈៀឈៀងនៅទីនេះម្ចាស់មាសនឹងជារបស់ខ្ញុំជានិច្ចអ្នកនឹងក្លាយជាខ្មាន់កាំភ្លើងរបស់ខ្ញុំអស់មួយជីវិតហេមេបញ្ជាការមកដល់ហើយ台长， លោកហ្វេណាធំស៊ូវិញអ្នកត្រឡប់មកវិញហើយ 你回来了。 មកវិញហើយវា 回来正好 ត្រឡប់មកវិញហើយខ្ញុំ 我有一项新的人事命令要宣布 ប្រកាស